លឺហើយពិតជាស្រាវឆ្អឹងខ្នងណាស់លោកប្រធានាធិបតីដូណាល់ត្រាំព្រមានកំទេចអ៊ីរ៉ង់ឲ្យវិនិច្ឆ័យសូនសុងបើហ៊ានបិទច្រកសមុទ្រហូម៉ូសខណៈអ៊ីរ៉ង់វិញបានលើកឡើងថាខ្លួនរៀងហើយនៅក្នុងការចរចាជាមួយអាមេរិកយើងទទួលបានបទពិសោធន៍ដ៏ឈឺចាប់បន្ទាប់ពីការចរចាជុំទី3ទៅហើយពួកគេនៅតែសម្រេចវាយប្រហារយើងទៀតបើលេងតែធឺនេះនរណាហ៊ានទៅចរចាជាមួយទៀតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃច័ន្ទទី9មិនិនាម៉ោងនៅសហរដ្ឋអាមេរិកបានអះអាងថាសង្គ្រាមអ៊ីរ៉ង់នឹងបញ្ចប់នៅក្នុងពេលឆាប់ប៉ុន្តែលោកនៅតែមិនទាន់បញ្ជាក់ច្បាស់លាស់អំពីការវិភាគសម្រាប់ការបញ្ចប់ការវាយប្រហារដែលធ្វើឲ្យតំបន់មជ្ឈិមបូព៌ារង្គោះរង្គើនិងប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកនៅឡើយទេលោកដូណាល់ត្រាំបានប្រាប់ទូរទស្សន៍ CBS News ថាការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៊ីស្រាអែលជិតបិទបញ្ចប់ទាំងសងហើយនៅពេលសួរថាតើលោកគិតថាសង្គ្រាមអាចបញ្ចប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ទៀតលោកត្រាំបានប្រាប់អ្នកសារព័ត៌មាននៅក្លឹបវាយកូនហ្គោល Doral National របស់លោកថាខ្ញុំគិតថាឆាប់នេះឆាប់បំផុតអ្វីគ្រប់យ៉ាងដែលពួកគេមានគឺបាត់បង់អស់ហើយរួមទាំងថ្នាក់ដឹកនាំរបស់ពួកគេផងដែរចៅវាយសេតវិមានរូបនេះបានបន្ថែមថាសហរដ្ឋអាមេរិកកំពុងកំណត់គោលដៅសំខាន់បំផុតមួយនៅក្នុងប្រទេសអ៊ីរ៉ង់សម្រាប់ការវាយប្រហារនៅពេលក្រោយប្រសិនបើចាំបាច់រួមទាំងបណ្ដាញអគ្គិសនីរបស់ប្រទេសនេះផងដែរមេដឹកនាំអាមេរិករូបនេះក៏បានគម្រាមវាយប្រហារក្នុងទំហំទ្រង់ទ្រីធំដែលមិនអាចគណនាបានប្រសិនបើរដ្ឋធានីតេអ៊ីរ៉ង់រៀបរៀងការផ្គត់ផ្គង់ប្រេងឆ្លងកាត់ច្រកសមុទ្រហូម៉ូសខណៈតម្លៃប្រេងឆៅកំពុងហក់ឡើងថ្លៃខ្លាំងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាប៉ុន្តែបន្ទាប់ពីលោកគម្រាមរួចតម្លៃប្រេងបានចាប់ផ្ដើមស្រកស្រើតមកវិញមកនៅសល់ត្រឹមតែប្រហែល$85នៅក្នុងមួយបារ៉ែលប៉ុណ្ណោះលោកបានប្រាប់សន្និសីទសារព័ត៌មានថាប្រសិនបើអ៊ីរ៉ង់ហ៊ានធ្វើរឿងបែបហ្នឹងបិទច្រកសមុទ្រដឹកជញ្ជូនប្រេងពួកគេនឹងត្រូវរងការវាយប្រហារខ្លាំងជាងមុនរាប់សិបដងយើងនឹងវាយពួកគេឲ្យចាស់ដៃបំផុតរហូតដល់ពួកគេឬនរណាដែលហ៊ានមកជួយពួកគេមិនអាចងើបមុខរួចឬស្ដារតំបន់នោះឡើងវិញបានឡើយប្រសិនបើពួកគេនៅតែមានអ្នកធ្វើរឿងនឹងមែននៅពេលអ្នកសារព័ត៌មានសួរបន្តថាតើមេដឹកនាំកម្ពុជាអ៊ីរ៉ង់ថ្មីលោកមុចតាបាខាមេនីជាគោលដៅនៃការវាយប្រហារដែរឬទេលោកត្រាំបានលើកឡើងថាការតែងតាំងលោកមុចតាបាគឺមិនល្អទេមែនទែនទៅលោកបានខកចិត្តជាខ្លាំងដែលអ៊ីរ៉ង់តែងតាំងលោកមុចតាបាឲ្យបន្តតំណែងពីឪពុករបស់លោកគឺលោកអាយ៉ាតុលាអាលីខាមេនីក្នុងនាមជាមេដឹកនាំកម្ពុជានៃប្រទេសនេះបន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនពេលនេះលោកត្រាំបានសង្កត់ធ្ងន់ភ្លាមថាយើងក៏កំពុងលើកលែងទណ្ឌកម្មពាក់ព័ន្ធទៅនឹងប្រេងមួយចំនួនដើម្បីកាត់បន្ថយតម្លៃហើយយើងនឹងដកទណ្ឌកម្មទាំងនោះចេញរហូតដល់ស្ថានភាពនេះមានភាពរលូនធម្មតាវិញចំណែកប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងបានប្រកាសថាបារាំងកំពុងបញ្ជូនកងទ័ពជើងទឹកដែលមិនធ្លាប់មានពីមុនដើម្បីបើកច្រកសមុទ្រហូម៉ូសឡើងវិញទន្ទឹមនឹងនោះលោកពូទីនចង់ឃើញដំណោះស្រាយនយោបាយនិងការទូតឲ្យឆាប់តាមដែលអាចធ្វើទៅបានរីឯចក្រភពអង់គ្លេសបានចាប់ផ្ដើមប្រតិបត្តិការតាមអាកាសនៅពីលើប្រទេសអារ៉ាប់រួមហើយប្រើយន្តហោះចម្បាំងបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់នៅក្នុងតំបន់នោះក្រៅពីនេះអារ៉ាប៊ីសាអូឌីតកាតាអ៊ីរ៉ាក់គុយវ៉ែតនិងអារ៉ាប់រួមបានកាត់បន្ថយការផលិតប្រេងដោយសារធុងស្តុកក្នុងស្រុកវិញដោយមិនទាន់អាចចរាចរបាននៅឡើយចំណែកឯរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់វិញបានទាត់ចោលលទ្ធភាពចរចាជាមួយអាមេរិកនិងបដិញ្ញាបន្តការប្រយុទ្ធបន្ទាប់ពីប្រធានាធិបតីអាមេរិកអះអាងថាសង្គ្រាមនឹងបញ្ចប់ទៅវិញឆាប់នាថ្ងៃអង្គារទី10ខែមីនារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថាប្រទេសរបស់លោកបានត្រៀមលក្ខណៈដើម្បីបន្តការប្រយុទ្ធដរាបណាវានៅតែចាំបាច់ហើយបានច្រានចោលលទ្ធភាពចរចាគ្នាបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយថាសង្គ្រាមជាមួយអ៊ីរ៉ង់នឹងចប់ទៅវិញនៅក្នុងពេលឆាប់នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់គឺលោកអាបាសអារ៉ាជីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក PBS News ថាអ៊ីរ៉ង់បានត្រៀមលក្ខណៈដើម្បីបន្តការវាយប្រហារមីស៊ីលហើយការចរចាជាមួយសហរដ្ឋអាមេរិកគឺលែងស្ថិតក្រោមរបៀបវិរៈទៀតហើយដោយលោកបានលើកឡើងថាអ៊ីរ៉ង់មានភាពឈឺចាប់និងទទួលបានបទពិសោធន៍ដ៏ល្វីងជូរចត់ដោយសារតែអំឡុងចរចាបាន3ជុំទៅហើយប៉ុន្តែអាមេរិកនៅតែសម្រេចវាយប្រហារអ៊ីរ៉ង់ទៀតលេងធឺនឹងគ្មាននរណាហ៊ានចរចាជាមួយអាមេរិកទៀតនោះទេ
ងាកទៅមើលលោកប្រធានាធិបតីត្រាំនិងលោកប្រធានាធិបតីពូទីនវិញឥឡូវនេះគឺមានសញ្ញកអាត់នៅក្នុងដៃម្នាក់មួយសញ្ញកហើយដោយទូរស័ព្ទរកគ្នាទាមទារទៅវិញទៅមកឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនផ្ដើមឡើងដោយរុស្ស៊ីនិងសង្គ្រាមនៅអ៊ីរ៉ង់បង្កឡើងដោយអាមេរិកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបានជជែកគ្នាតាមទូរស័ព្ទជាលើកដំបូងនៅក្នុងឆ្នាំនេះដើម្បីពិភាក្សាអំពីវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់និងលទ្ធភាពនៃសន្តិភាពនៅអ៊ុយក្រែនកិច្ចសន្ទនានេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកពូទីនបានព្រមានថាពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរដែលអាចវាយប្រហារសេដ្ឋកិច្ចសកលឲ្យដួលរលំវិមានក្រមឡាំងបានបញ្ជាក់ថាលោកត្រាំគឺជាអ្នកទេទៅលោកពូទីនមុនដើម្បីពិភាក្សាពីគំនិតរបស់រុស្ស៊ីនៅក្នុងការបញ្ចប់ជម្លោះនៅអ៊ីរ៉ង់ឲ្យបានឆាប់រហ័សវាក៏ជាការចរចាបែបឌឺដងនិងដោះដូររវាងមេដឹកនាំទាំងពីរផងដែរម្ខាងគឺលោកត្រាំដែលជាអ្នកបញ្ជាឲ្យវាយអ៊ីរ៉ង់បានព្យាយាមរុញកំហុសទៅឲ្យលោកពូទីនវិញដោយទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាមុនសិនទើបអាចនិយាយគ្នាបានរលូនក្នុងសន្និសីទសារព័ត៌មាននៅក្លឹបវាយកូនហ្គោលក្នុងរដ្ឋ Florida លោកត្រាំបានលើកឡើងថាបើលោកពូទីនចង់ជួយមែនលោកគួរតែបញ្ចប់សង្គ្រាមរុស្ស៊ីអ៊ុយក្រែនឲ្យបានឆាប់រហ័សសិនទៅនោះទើបជាការជួយដ៏ពិតប្រាកដចំណែកលោកពូទីនដែលជាអ្នកផ្ដើមសង្គ្រាមនៅអ៊ុយក្រែនបែរជាមកសម្ដែងការបារម្ភពីវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្ដាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ដែលអាមេរិកបង្កឡើងទៅវិញក្នុងឱកាសនោះលោកពូទីនក៏បានឆ្លៀតឱកាសអូសទាញអតិថិជនអឺរ៉ុបមកវិញដោយប្រកាសថារុស្ស៊ីត្រៀមខ្លួនរួចជាស្រេចនៅក្នុងការផ្គត់ផ្គង់ប្រេងនិងហ្គាសឡើងវិញប្រសិនបើអឺរ៉ុបចង់ងាកមកសហការរយៈពេលវែងដូចដើមជំនួបតាមទូរស័ព្ទនេះបង្ហាញថាមហាអំណាចទាំងពីរដឹងច្បាស់ថាសង្គ្រាមទាំងពីរនេះកំពុងធ្វើឲ្យពិភពលោកខ្ទេចខ្ទាំប៉ុន្តែគ្មានភាគីណាមួយព្រមចោះចាញ់មុននោះទេបើមិនមានការដោះដូរផលប្រយោជន៍ដែលសមស្របចំណែកឯ NATO វិញគឺបានបាញ់មីស៊ីលអ៊ីរ៉ង់ជាលើកទី2នៅពីលើមេឃទូគីខណៈអាមេរិកបង្គាប់ឲ្យពលរដ្ឋរើបង់វិចចេញអង្គការ NATO បានប្រកាសថាខ្លួនបានបាញ់ទម្លាក់មីស៊ីលបាល់លីស្ទិកទី2ដែលបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ចូលក្នុងដែនអាកាសរបស់ទូគីកាលពីថ្ងៃទី9មីនាហេតុការណ៍នេះបានបង្កឲ្យមានការព្រមានយ៉ាងធ្ងន់ពីសំណាក់រដ្ឋធានីអង្ការ៉ាទៅកាន់រដ្ឋធានីតេអ៊ីរ៉ង់កុំឲ្យបន្តឈានជើងចូលទៅក្នុងសកម្មភាពញុះញង់ដែលមិនអាចអត់ឱនឲ្យបាននេះគឺជាលើកទី2ហើយនៅក្នុងរយៈពេលត្រឹមតែ5ថ្ងៃដែលមីស៊ីលរបស់អ៊ីរ៉ង់បានហោះចូលដែនអាកាសរបស់សមាជិក NATO ជាការឆ្លើយតបបន្ទាន់សហរដ្ឋអាមេរិកបានជំរុញឲ្យពលរដ្ឋខ្លួនទាំងអស់ចាកចេញពីតំបន់ភាគអាគ្នេយ៍នៃប្រទេសទូគីជាកន្លែងមានមូលដ្ឋានទ័ពអាកាសអាមេរិកឈរជើងប្រធានាធិបតីទូគីលោក Tayyip Erdogan បានថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថាទូគីនឹងចាត់វិធានការចាំបាច់ដើម្បីការពារជាតិលោកបានបញ្ជាក់ចំថាទោះបីជាមានការព្រមានដោយស្មោះត្រង់ពីជើងក៏ដោយក៏ជំហានខុសឆ្គងនិងការញុះញង់នៅតែបន្តកើតមានដែលវានឹងធ្វើឲ្យប៉ះពាល់ទៅដល់មិត្តភាពជាមួយទូគីក្រសួងការបរទេសទូគីបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់មកសាកសួរនិងតវ៉ាយ៉ាងខ្លាំងក្លាចំពោះឧបទ្ទហេតុនេះដែលវាបានកើតឡើងស្រដៀងគ្នាកាលពីថ្ងៃទី4ខែមីនាកន្លងទៅទោះបីជាអ៊ីរ៉ង់ព្យាយាមវាយប្រហារលើទ្រព្យសម្បត្តិអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ាក៏ដោយប៉ុន្តែមូលដ្ឋានទ័ពអាកាសIncirlik នៅទូគីហាក់មិនទាន់រងការវាយប្រហារផ្ទាល់នៅឡើយទេប៉ុន្តែការបាញ់មីស៊ីលរំលងដែនអាកាសនេះគឺជាសញ្ញាគ្រោះថ្នាក់បំផុតដោយឡែកងាកទៅមើលប្រធានាធិបតីកូរ៉េខាងត្បូងឯនោះវិញគឺគ្មានលទ្ធភាពខាត់អាមេរិកដកប្រព័ន្ធមីស៊ីល Patriot ទៅធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នោះឡើយប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជេព្យុងបានថ្លែងនៅថ្ងៃអង្គារទី10ខែមីនានេះថាប្រទេសរបស់លោកមិនមានលទ្ធភាពខាត់កងទ័ពអាមេរិកប្រចាំនៅកូរ៉េខាងត្បូងក្នុងការដកអាវុធមួយចំនួនទៅដាក់ពង្រាយឡើងវិញបានឡើយបន្ទាប់ពីមានសេចក្តីរាយការណ៍ថាប្រព័ន្ធការពារមីស៊ីលការពារដែនអាកាស Patriot របស់អាមេរិកកំពុងត្រូវបានបញ្ជូនទៅកាន់សមរភូមិសង្គ្រាមនៅមជ្ឈិមបូព៌ានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលោកលីបានលើកឡើងថាវាហាក់បីដូចជាមានភាពចម្រូងចម្រាសនាពេលថ្មីៗនេះជុំវិញការដែលកងទ័ពអាមេរិកដឹកជញ្ជូនអាវុធមួយចំនួនដូចជាកាំភ្លើងធំនិងប្រព័ន្ធការពារដែនអាកាសចេញពីប្រទេសជើងទោះបីជាយើងបង្ហាញជំហរប្រឆាំងក៏ដោយប៉ុន្តែកូរ៉េខាងត្បូងមិនស្ថិតនៅក្នុងស្ថានភាពដែលអាចបង្គាប់បញ្ជាអាមេរិកបានឡើយ
ទោះជាយ៉ាងណាប្រធានាធិបតីអឺរ៉ុបនេះអះអាងថាការដកអាវុធរបស់អាមេរិកចេញមួយចំនួននេះមិនបានរារាំងដល់យុទ្ធសាស្ត្រទប់ទល់នឹងកូរ៉េខាងជើងនោះទេកញ្ចប់ថវិកាការពារជាតិនិងសមត្ថភាពអាវុធទំនើបរបស់កូរ៉េខាងត្បូងផ្ទាល់គឺមានកម្រិតខ្ពស់លើសលប់ឆ្ងាយណាស់បើធៀបនឹងកូរ៉េខាងជើងយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រព័ន្ធមីស៊ីលការពារដែនអាកាសទាំងនោះត្រូវបានដឹកចេញពីមូលដ្ឋានទ័ពអាកាសអូសានហើយទំនងជាត្រូវយកទៅដាក់ពង្រាយនៅមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមគួររំលឹកថាកងកម្លាំងអាមេរិកនិងអ៊ីស្រាអែលបានវាយប្រហារលើគោលដៅយុទ្ធសាស្ត្រក្នុងប្រទេសអ៊ីរ៉ង់អស់រយៈពេលជាងមួយសប្តាហ៍មកហើយក្រោយយុទ្ធនាការកំទេចអាវុធនុយក្លេអ៊ែរនិងសមត្ថភាពមីស៊ីលបាឡីស្ទិករបស់អ៊ីរ៉ង់គួរបញ្ជាក់ថាបច្ចុប្បន្នកូរ៉េខាងត្បូងគឺជាកន្លែងឈរជើងដ៏ធំបំផុតរបស់កងទ័ពអាមេរិកដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានកងទ័ពសរុបប្រហែល 28,500 នាក់រួមជាមួយប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ជាច្រើនរួមទាំងប្រព័ន្ធ Patriot នេះផងដែរ